បងប្រាប់ថាឲ្យឯងខំប្រឹងហាត់តែឯងមិនស្ដាប់បងទេឯងគិតតែពីដើមហឹកស៊ីស្រីយីអូនបងឥឡូវនេះឯងស្លាប់ឲ្យតតែបានអាខ្មៅមិនក៏ស្លាប់ច្រើនម្ល៉េះលោកប៉ាជួយបងកាត់ចាប់ផងលោកប៉ាអាយ៉ាណែស្គីបរបួសធ្ងន់ណាស់តើលោកហៅឡានពេទ្យភ្លាមឡានស្មុយឆាប់មកជួយអ្នករបួសនៅខាងលិចវត្តសំរងដៃភ្លាមដាក់ទៅលឿនឡើងដាក់ឡើងដាក់ទៅលឿនឡើងបងអត់គិតចាបងយ៉ាងមិនទៅហើយបងឆោប៊ីបងមិនអីទេបងដឹងខ្លួនហើយបងគ្រាន់តែរបួសសើស្បែកប៉ុណ្ណោះបងមិនអីទេព្រះសម្ដេចដាក់បងហើយបងមិនអីទេលោកពុកអ្នកម៉ែជនសង្គមងងឹតដែលតែងតែយាយីគ្រួសាររបស់យើងកូនបានកំចាត់វាចេញពីផែនដីនេះអស់ហើយសូមវិញ្ញាណក្ខន្ធលោកទាំងពីរស្ងប់ចុះហើយថ្ងៃនេះកូនបាននាំស្រីម្នាក់ដែលជាអនាគតភរិយារបស់កូនមកជាមួយដែរសូមលោកទាំងពីរទទួលស្គាល់នាងផងឆោប៊ីតើអូនមានអារម្មណ៍យ៉ាងម៉េចដែរទេអូនសូមអរគុណដល់ទេវតាដែលបណ្ដាលឲ្យរបួសបងឆាប់ជាសះស្បើយយ៉ាងដូចនេះបងក៏សូមអរគុណដល់ទេវតាដែរដែលបណ្ដាលឲ្យបងបានជួបអូនក្នុងជាតិនេះមីបង
ខេត្តបាត់ដំបងរក្សាទុកការមួយទៅ